ផលប៉ះពាល់នៃបញ្ហាឡើងជាតិអាស៊ីតអុយរិចក្នុងឈាមចាចំពោះបញ្ហាឡើងជាតិអាស៊ីតគឺជាបញ្ហាមួយដែលពុកម៉ែបងប្អូនកំពុងតែមានការកើនឡើងច្រើនប៉ុន្តែគឺភាគច្រើនពួកគាត់មិនសូវបានចាប់អារម្មណ៍សម្រាប់បញ្ហាឡើងជាតិអាស៊ីតនេះមួយគឺមានផលប៉ះពាល់ខ្លាំងមែនទែនតែម្ដងពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាឡើងជាតិអាស៊ីតផលប៉ះពាល់ទី1គឺធ្វើឲ្យពុកម៉ែបងប្អូនងាយប្រឈមទៅនឹងបញ្ហារលាកតាមសន្លាក់ឈឺតាមចង្កេះចង្កុងបញ្ហារឹងតាមម្រាមដៃម្រាមជើងពិបាកក្តាប់ពិបាកលាម្រាមដៃម្រាមជើងចាប់ផ្ដើមឡើងប៉ោងឡើងរឹងខុសធម្មតាហើយឡើងកពីកពកចាធ្វើឲ្យខូចទ្រង់ទ្រាយបញ្ហាសន្លាក់ផងដែរសម្រាប់ចំណុចទី2មានផលប៉ះពាល់ដល់បញ្ហាតម្រងនោមដែលធ្វើឲ្យពុកម៉ែបងប្អូនប្រឈមទៅនឹងបញ្ហាគ្រោះតម្រងនោមចាបញ្ហាខ្សោយតម្រងនោមផងដែរហើយសម្រាប់ចំណុចទី3ប្រឈមទៅនឹងបញ្ហាលើសជាតិខ្លាញ់ផងដែរអញ្ចឹងគឺមានផលប៉ះពាល់ច្រើនទៀតដែលនាងខ្ញុំមិនបានរៀបរាប់អស់អ្វីដែលពុកម៉ែបងប្អូនជួបច្រើនដែលគាត់បានតាក់ទងមកនាងខ្ញុំគឺភាគច្រើនគាត់ឧស្សាហ៍ឈឺចុករយតាមសន្លាក់ចកេះចកុងម្រាមដៃម្រាមជើងនឹងតែម្ដងមួយទៀតគឺងាយធ្វើគាត់ស្ងួតទឹកស្លាក់ផងដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានបញ្ហាឡើងជាតិអាស៊ីតហើយកំពុងតែមានបញ្ហាឈឺតាមសន្លាក់ដៃសន្លាក់ជើងស្ពឹកក្តៅក្រហាយតាមបាត់ដៃបាត់ជើងឈឺចាក់ឈីបតាមបាត់ដៃបាត់ជើងពិបាកក្នុងការស្វែងរកដំណោះស្រាយថ្ងៃនេះគឺនាងខ្ញុំសូមណែនាំជាមួយនឹងឈុតសុខភាព V Hope ចាគឺពិសេសខ្លាំងមែនទែនតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាឡើងជាតិអាស៊ីតមានបញ្ហាលើសជាតិស្ករមានបញ្ហាតាក់ទងជាមួយនឹងទឹកនោមផ្អែមចាពុកម៉ែបងប្អូនអាចប្រើបានដោយសុវត្ថិភាពមិនមានផលប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនចង់ជ្រាបឲ្យកាន់តែច្បាស់សូមតាក់ទងមកតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើវីដេអូនេះ